ញ៉ាំបែបនេះអាចជួយធ្វើឲ្យយើងងាយស្រួលនៅក្នុងការសម្រក70 ទៅ 80%អ្នកដែលកំពុងតែមានគោលដៅចង់ផ្លាស់ប្ដូររូបរាងតែអត់ដឹងថាគួរចាប់ផ្ដើមពីចំណុចណាអាចខមមិនអាយុកម្ពស់និងគីឡូនៅខាងក្រោមវីដេអូនេះបានចាខ្ញុំជួយវិភាគរូបរាងនិងវិភាគការញ៉ាំជូនបងប្អូនអាចដឹងថានៅពេលដែលយើងចង់ស្រកគីឡូគឺការញ៉ាំវាជួយយើងបាន70 ទៅ 80%អញ្ចឹងគឺសំខាន់ខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចធ្វើតាមនេះបានទី1មិនថាអ្នកនរគ្នាញ៉ាំអាហារពេលព្រឹកឬមួយមិនញ៉ាំអាហារពេលព្រឹកទេប៉ុន្តែអាហារគោលដែលយើងញ៉ាំពេលទី1គឺសំខាន់ខ្លាំងមែនតើអញ្ចឹងហើយអ្នកនរគ្នាគួរជៀសវាងពួកប្រភេទអាហារណាដែលវាមានជាតិស្ករខ្ពស់ខ្ញុំលើកឧទាហរណ៍អ្នកខ្លះអត់ញ៉ាំអាហារពេលព្រឹកទេប៉ុន្តែញ៉ាំជាកាហ្វេទឹកដោះគោឬមួយភេសជ្ជៈផ្អែមឬមួយក៏ញ៉ាំដូចជាលក្ខណៈបាយស្រូបបាញ់សុងអីជាដើមអញ្ចឹងពេលដែលយើងញ៉ាំអាហារដែលវាមានជាតិស្ករខ្ពស់ឬមួយជាតិម្សៅខ្ពស់នៅពេលព្រឹកវាធ្វើឲ្យអ្នកនរគ្នាមានធម៌ពលប៉ុន្តែមានធម៌ពលតែមួយផ្លែទេព្រោះអីជាតិស្ករយើងវានឹងឡើងខ្ពស់ពេលដែលឡើងខ្ពស់ខ្លាំងធ្លាក់ចុះក៏លឿនដែរអញ្ចឹងនៅពេលដែលជាតិស្ករយើងធ្លាក់ចុះនឹងធ្វើឲ្យអ្នកនរគ្នាគឺឆាប់ហេវអញ្ចឹងហើយនឹងធ្វើឲ្យយើងមានអារម្មណ៍ថាមូលហេតុអីបានយើងញ៉ាំហើយគឺនៅតែឃ្លានពិបាកនៅក្នុងការគ្រប់គ្រងការឃ្លានរបស់ខ្លួនឯងគឺដោយសារតែយើងញ៉ាំពួកប្រភេទអាហារដែលវាមានជាតិស្ករខ្ពស់ច្រើនខ្លាំងពេកអាហ្នឹងគឺជាមូលហេតុមួយដែលធ្វើឲ្យយើងពិបាកនៅក្នុងការសម្រកអញ្ចឹងហើយអាហារគោលពេលទី1របស់យើងគឺយើងត្រូវចាប់ផ្ដើមដោយប្រភេទអាហារដែលវាមានជាតិប្រូតេអ៊ីនខ្ពស់ជាតិកាល់សៃហ្វៃបឺខ្ពស់ខ្ញុំលើកឧទាហរណ៍ងាយៗគឺអ្នកនរគ្នាញ៉ាំជាប្រភេទបន្លែត្រីសាច់បានគ្រប់គ្រាន់គឺនឹងធ្វើឲ្យអ្នកទាំងអស់គ្នាងាយស្រួលនៅក្នុងការគ្រប់គ្រងការឃ្លានរបស់ខ្លួនឯងបានពេញមួយថ្ងៃរបស់ល្ងាចដែរពួកប្រភេទដូច fiber ឬមួយជា protein នេះហ្នឹងពេលដែលអ្នកទាំងអស់គ្នាញ៉ាំចូលទៅគឺរំលាយបានបែបយឺតៗអញ្ចឹងនាំទៅដល់ពេលដែលរំលាយអស់គឺចំណាយពេលយ៉ាងហោចណាស់ក៏3 ទៅ 4 ម៉ោងអញ្ចឹងហើយវាដល់អាហារគោលរបស់យើងមកពេលទៀតហើយអញ្ចឹងធ្វើឲ្យយើងងាយស្រួលនៅក្នុងការគ្រប់គ្រងការញ៉ាំហើយយើងអត់ឃ្លានចំណីជិបចប់ទី2គឺយើងត្រូវញ៉ាំបែបយឺតបើសិនជាយើងញ៉ាំអាហារលឿនខ្លាំងពេកវាធ្វើឲ្យយើងញ៉ាំបាននៅក្នុងបរិមាណដែលវាច្រើនខ្លាំងពេកអញ្ចឹងហើយការញ៉ាំគឺឲ្យយើងញ៉ាំបែបយឺតនឹងធ្វើឲ្យអ្នកនរគ្នាញ៉ាំបានបរិមាណតិចជាងហើយសំខាន់គឺវាជួយរឿងប្រព័ន្ធរំលាយអាហាររបស់យើងផងដែរទី3គឺការដែលយើងមិនត្រូវទុកឲ្យខ្លួនឯងឃ្លានខ្លាំងពេកអ្នកនរគ្នាសាកសង្កេតមើលនៅពេលដែលយើងខំប្រឹងប្រអត់អាហារហើយយើងអត់ហ៊ានញ៉ាំអីសោះនៅពេលដែលយើងបានញ៉ាំអាហារនឹងធ្វើឲ្យអ្នកនរគ្នារៀងពិបាកនៅក្នុងការគ្រប់គ្រងបរិមាណតិចអាហ្នឹងគឺជាមូលហេតុមួយដែលធ្វើឲ្យយើងនៅតែអាចស្រកគីឡូបានអញ្ចឹងហើយគួរត្រៀមអាហារសម្រន់ឲ្យខ្លួនឯងបើសិនជាយើងដឹងថាយើងចូលចិត្តឃ្លាននៅពេលយប់ឬមួយពេលល្ងាចអីចឹងអាចជាត្រៀមអាហារសម្រន់ញ៉ាំប្រហែលខ្ទង់ម៉ោង3ឬមួយម៉ោង4តែអាហារសម្រន់យើងញ៉ាំបរិមាណដែលវាសមល្មមហើយយើងជ្រើសរើសអាហារដែលវាមានកាឡូរីទាបមានប្រូតេអ៊ីនខ្ពស់ខ្ញុំលើកឧទាហរណ៍ដូចជាទឹកដោះគោយើងអាចញ៉ាំត្រឹម150 ml នៅក្នុងមួយពេលឬមួយក៏ជាយ៉ាអ៊ូមួយកែវអីក៏បានដែរពងស្ងោរ2 ទៅ 3 គ្រាប់យើងអាចញ៉ាំបានតែពងក្រហមគឺយើងញ៉ាំត្រឹមតែ2 គ្រាប់អីបានហើយឬមួយក៏ញ៉ាំជាប្រភេទផ្លែឈើបរិមាណម្ដងគឺ1ក្បង់ដែរឬមួយប្រហែល1ខាំគួរត្រៀមកុំឲ្យខ្លួនឯងឃ្លានខ្លាំងពេក